ក្មេងស្រីដែលបានកើតជាថ្មីនឹកស្មានមិនដល់ថាគ្រាន់តែការប្រដៅដោយចៃដន្យឲ្យទៅលើពួកសឹករឹតនៅតុងគូបែរជាធ្វើឲ្យព្រះនៃសង្គ្រាមដ៏ខ្ពង់ខ្ពស់ដែលលាក់ខ្លួននោះភ័យខ្លាចដល់ថ្នាក់រលឹងចាក់ចេញពីខ្លួនគ្រាន់តែដោយសារតែអណ្ដាតភ្លើងរន្ទះដែលនាងបញ្ចេញមកនោះគឺដូចគ្នាទៅនឹងអណ្ដាតភ្លើងរបស់គូស្នេហ៍ដែលលោកបានបាត់បង់អស់រាប់ពាន់ឆ្នាំមិនទាន់ទាំងឲ្យលោកស្វាងពីភាពភ្ញាក់ផ្អើលនៃរឿងចៃដន្យនេះផងសម្ដីបន្ទាប់របស់ក្មេងស្រីកាន់តែធ្វើឲ្យលោកមានអារម្មណ៍ដូចត្រូវរន្ទះបាញ់កាលពីរាប់ពាន់ឆ្នាំមុនពេលដែលខ្ញុំនៅជាសិស្សឯងគឺជាឡានវ៉ាងស៊ូការអួតអាងរបស់ព្រះដ៏ពិតប្រាកដបានធ្វើឲ្យខ្ញុំខូចចិត្តរហូតដល់ឥឡូវនេះនៅតែមានឥទ្ធិពលដល់បានប្រដៅពួកស្រីទាំងនោះហើយកុំឲ្យពួកនាងមកប៉ះពាល់ដល់ឯងគឺនាងមែនទេកាលនោះអ្នកដែលចេញមកការពារគូជីងមិនមែនជាហ៊ូហ្វូទេគឺជានាងដឹងក៏ល្អហើយនៅមិនទាន់ថយចេញទៀតខណៈពេលនេះយានជីស្រឡាំងកាន់ទាំងស្រុងលោកមិននឹកស្មានតតែសោះថាខ្លួនឯងត្រូវបានហ៊ូស៊ូបោកប្រាស់អស់រយៈពេល1000ឆ្នាំពេញកាលពីឆ្នាំនោះក្នុងពិធីជប់លៀងអបអរសាទរការកើតជាថ្មីរបស់ហ្វុងអ៊ីនគូជីងបានគេនិយាយដើមបង្ខូចឪពុកម្ដាយរបស់ខ្លួនដោយក្តីខឹងសម្បាក៏បានចេញទៅជេកវ៉ាតែបែរជាត្រូវគេមើលងាយសំណាងល្អដែលមានទេពអប្សរក្នុងឈុតក្រហមលាក់ខ្លួនក្រោយទាំងបានចេញមកជួយប៉ុន្តែពេលនោះគូជីងបែរជាយល់ច្រឡំថាជាព្រះនាងហ៊ូស៊ូដែលដើរកាត់ទីនោះហ៊ូដឹងថាគេគឺជាសិស្សរបស់តុងហ៊ូទីជីងដែលមានឋានៈខ្ពង់ខ្ពស់ក៏ឆ្លៀតឱកាសទទួលយកគុណសម្បត្តិនោះតែម្ដងថែមទាំងនិយាយលេងថាចង់ឃើញអាល់ក្រាហ្វូនីកទើបធ្វើឲ្យគេទៅលួចអាល់ក្រាហ្វូនីកជាបុព្វហេតុដែលធ្វើឲ្យវិញ្ញាណរបស់ហ្វុងអ៊ីនត្រូវខ្ចាត់ខ្ចាយបន្ទាប់មកហ៊ូស៊ូបានប្រាប់បុណ្យគុណដើម្បីខ្ចីឆាត់បាំងមេឃដែលជាអាវុធទឹកការពារភ្នំពីយានជីថែមទាំងដើម្បីប្រយោជន៍តខ្លួនបានកែច្នៃឆាត់បាំងមេឃនោះមកធ្វើជាកម្មសិទ្ធិបណ្ដាលឲ្យភ្នំតាស៊ឺបាត់បង់ការការពារពីអាវុធទឹកហើយសិស្សរួមគ្រូត្រូវស្លាប់អស់សូម្បីតែអាអ៊ីក៏ត្រូវរងគ្រោះថ្នាក់រហូតដល់ស្លាប់ដែរសោកនាដកម្មទាំងអស់សុទ្ធតែចាប់ដើមពីកំហុសដែលខ្លួនស្គាល់មនុស្សខុសខណៈនេះយានជីទាំងស្ដាយក្រោយនឹងបន្ទោសខ្លួនឯងលោកបានព្យាយាមចូលទៅជិតហ្វុងអ៊ីនដើម្បីសុំការអភ័យទោសនិងផ្សះផ្សានឹកស្មានមិនដល់ថាមិនទាន់ទាំងបានហាមាត់និយាយផងហ្វុងអ៊ីនក៏បានដើរចេញដោយភាពខ្ពើមអើមមូលហេតុដែលហ្វុងអ៊ីនខ្ពើមអើមយានជីគឺគ្រាន់តែមិនចង់ឲ្យរឿងរ៉ាវពីអតីតកាលមកប៉ះពាល់ដល់ខ្លួនឯងប៉ុន្តែការលេចមុខម្ដងហើយម្ដងទៀតរបស់យានជីបានធ្វើឲ្យបេះដូងនាងរំជើបរំជួលរៀងរាល់ពេលយប់ដែលស្ងាត់ជ្រងក្នុងចិត្តតែងតែលេចឡើងនៅរូបភាពកាលពីជាតិមុនមិនឈប់ឈរដើម្បីរំសាយនៅអារម្មណ៍ដែលរំខានទាំងនេះនាងបានធ្វើដំណើរទៅកាន់ភ្នំមឹងដែលខ្លាចជាគំនរបាក់បែកហើយបានជួយសង្គ្រោះក្មេងស្រីម្នាក់ដែលត្រូវបានគេបោះបង់ចោលហើយគឺការជួយសង្គ្រោះនេះឯងធ្វើឲ្យនាងដឹងថាក្មេងស្រីម្នាក់នេះចេះមិនអាគមព្យាបាលរបស់សត្វទឹកវិញ្ញាណខណៈពេលដែលនាងកំពុងតែសង្ស័យមិនទាន់អស់ចិត្តស្រាប់តែយានជីដើរចេញមកពីក្នុងអប់ពាក្យដែលលោកហៅចេញមកថាអ៊ីកាន់តែធ្វើឲ្យនាងច្បាស់ក្នុងចិត្តនៅអ្វីដែលបានទីទុកគឺលោកមែនដោយក្តីរំភើបនាងក៏សួរទៅកាន់យានជីដោយមិនដឹងខ្លួនថាការនោះច្បាស់ជាបានឃើញភ្នំមឹងត្រូវបំផ្លាញគ្មានសោកសញ្ញានៃជីវិតឡើយអ៊ីមិនអាចកើតមកវិញបានទេហើយអ្វីបានជាឥឡូវនេះអាចខ្លាចជារូបរាងមនុស្សបានហើយការសួរដេញដោលដ៏មិនធម្មតារបស់នាងក៏បានធ្វើឲ្យយានជីចាប់ផ្ដើមសង្ស័យម្ដងទៀតហើយអ្វីបានជាបុត្រីហ្វូនីកដែលទើបតែចាប់កំណើតនឹងមិនដែលចេញទៅក្រៅសោះតែជាដឹងពីរឿងរ៉ាវទាំងនេះភាពស្និទ្ធស្នាលចំពោះអ៊ីគឺលើសពីធម្មតាថែមទាំងបន្ទាបខ្លួនអញ្ជើញអ៊ីទៅលេងកោះវូថងទៀតគំនិតមួយបានលេចឡើងក្នុងខួរក្បាលរបស់លោកយ៉ាងខ្លាំងការពន្យល់តែមួយគត់គឺហ្វុងអ៊ីនគឺជាអ៊ីដែលត្រូវបានលោកសម្លាប់ដោយអចេតនាការពីរាប់ពាន់ឆ្នាំមុនជាអ៊ីដែលលោកបានតាមរកអស់រាប់ពាន់ឆ្នាំហើយក៏ជាបងស្រីបង្កើតរបស់អ៊ីដែរដើម្បីបញ្ជាក់ពីការសង្ស័យក្នុងចិត្តលោកបានលួចតាមដាននាងយ៉ាងស្ងាត់ខាងក្រៅគឺដើម្បីនៅក្បែរហ្វុងអ៊ីនតែការពិតគឺដាក់មនុស្សឲ្យតាមដានរាល់សកម្មភាពរបស់នាងពិតមែនហើយមិនយូរប៉ុន្មានក៏ទទួលបានដំណឹងថាហ្វុងអ៊ីនធ្វើដំណើរទៅកាន់ពិភពយីងមកដល់ទីកន្លែងដែលអ៊ីធ្លាប់រស់នៅដ៏សែនសាមនេះចិត្តរបស់យានជីពោពេញដោយអារម្មណ៍ច្របូកច្របល់ពេលនោះស្រាប់តែផ្ទៃមេឃត្រូវបានគ្របដណ្ដប់ដោយពន្លឺពណ៌ត្រចែងចាំងពេលងើបភ្នែកមើលទៅឃើញថាមនុស្សដែលមកនោះមិនមែនអ្នកណាផ្សេងឡើយគឺជាហ៊ូស៊ូដែលបានបោកប្រាស់លោកអស់1000ឆ្នាំហ៊ូចង់ប្រើល្បិចដែរទៀតហើយប្រើពាក្យសម្ដីអង្វរឲ្យលោកទៅចូលរួមពិធីជប់លៀងនៅឋានដោយលួចលាក់ចង់ប្រើឋានៈជាព្រះរបស់លោកដើម្បីលើកមុខមាត់ខ្លួនឯងសម្រាប់តំណែងជាប្រមុខឋានសួគ៌នាពេលមើលទៅមុខមាត់ដ៏ខ្លាំងខ្លាយនឹងអំនួតរបស់ហ៊ូស៊ូបែបនេះលោកមិនអាចទប់អារម្មណ៍ខ្ពើមអើមបានឡើយមិនចង់ប្រកែកជាមួយនាងទេតែហ៊ូស៊ូបែរជាយកគុណសម្បត្តិដែលលួចមកបាននោះមកគៀបសង្កត់មិនឈប់ថែមទាំងនិយាយមើលងាយថាការស្លាប់របស់អ៊ីគឺសមុខហើយវាបានធ្វើឲ្យយានជីខឹងដល់កំពូលនៅពេលដែលមិនអាចអត់ទ្រាំបានទៀតយានជីបានលាតត្រដាងការពិតនៃការបោកប្រាស់ការពីរាប់ពាន់ឆ្នាំមុននៅចំពោះមុខគ្រប់គ្នាមើលឃើញកែវភ្នែកដ៏កាចសាហាវដូចព្យុះសង្គ្រារបស់យានជីហ៊ូភ័យស្លន់ស្លោក្នុងចិត្តយ៉ាងខ្លាំងហើយចង់ព្យាយាមបកស្រាយប៉ុន្តែយានជីបានបាត់បង់ភាពអត់ធ្មត់អស់ទៅហើយប្រសិនបើមិនមែនយកដល់មុខឡានហ្វុងលោកច្បាស់ជាមិនទុកជីវិតឲ្យនាងឡើយលោកបានព្រមាននាងថាចាប់ពីពេលនេះទៅកុំឲ្យមានបំណងអាក្រក់ទៀតហើយចេះរស់នៅដោយភាពនេះត្រូវបានហ្វុងអ៊ីនដែលនៅជាន់លើមើលឃើញយ៉ាងច្បាស់កែវភ្នែកនាងមានពន្លឺនៃអារម្មណ៍ដែលពិបាកនឹងខ្លាំងខណៈពេលដែលហៀបនឹងងាកក្រោយដើរចេញស្រាប់តែមានសត្វកន្ទុំរុយមួយហោះមកទម្លើបាតដៃធ្វើឲ្យអារម្មណ៍នាងរវើវាយនោះគឺជាវត្ថុតំណាងស្នេហាជាមួយយានជីកាលពីមុនបន្ទាប់ពីគិតមួយសន្ទុះហ្វុងអ៊ីនស្រាប់តែមិនចង់លាក់បាំងអត្តសញ្ញាណទៀតទេក៏ត្រឡប់ទៅរកសភាពដើមវិញចំណែកគូជីងដែលនៅខាងមុខនោះទឹកភ្នែកហូរពេញមុខកែវភ្នែកពោពេញដោយភាពជឿចាប់ដែលធ្វើឲ្យអ្នកដទៃស្ទើរតែថប់ដង្ហើមសូម្បីតែស៊ូយ៉ានដែលនៅក្បែរនោះក៏ទប់ចិត្តមិនបានក៏សួរទៅកាន់ហ្វុងអ៊ីនថាតើចង់បន្តរឿងរ៉ាវជាមួយលោកទៀតដែរទេប៉ុន្តែហ្វុងអ៊ីនមិនចង់មានការពាក់ព័ន្ធអ្វីជាមួយលោកទៀតឡើយយានជីដែលមិនព្រមបោះបង់បានដើរតាមហ្វុងអ៊ីនត្រឡប់ទៅកោះវូថងវិញហ្វុងអ៊ីនដើម្បីចង់ឲ្យលោកដឹងពីការលំបាកខ្លះក៏បានប្រើមន្តអាគមបង្កជាភ្លៀងដើម្បីដេញលោកឲ្យចេញទៅនឹកស្មានមិនដល់ថាភ្លៀងពេញមួយយប់តែជាធ្វើឲ្យបុត្ររបស់ព្រះម្នាក់នេះរងគ្រោះថែមទាំងប្រែជាខ្លាដូចកញ្ចក់ទៀតផងយានជីដើម្បីជួយការពារទាំងអ៊ីននិងភ្នំតាស៊ឺមិនស្ទាក់ស្ទើរនឹងធ្វើជាបុរសអាក្រក់ដោយដៃផ្ទាល់កាត់ផ្ដាច់ចំណងស្នេហ៍កាត់ផ្ដាច់ខ្សែពេនថែមទាំងប្រើសម្ដីដែលឈឺចាប់បំផុតដើម្បីរុញច្រាននាងឲ្យឆ្ងាយលោកស្មានថាធ្វើបែបនេះអាចឲ្យអ៊ីរួចផុតពីគ្រោះថ្នាក់តែនឹកមិនដល់ថាពេលដែលអ៊ីដឹងថាភ្នំតាស៊ឺជួបគ្រោះថ្នាក់បែរជាមិនឌីរេកក្នុងការបូជាគ្រាប់ឈាមវិញ្ញាណនិងអាយុជីវិតសត្វទឹកដើម្បីជួយសង្គ្រោះអ៊ីយានជីបានលាក់បាំងនាងដោយប្រើឈាមដូនតារបស់លោកដើម្បីបន្តជីវិតឲ្យនាងរងទុក្ខក្នុងគុក9ជាន់ដើម្បីលួចយកគ្រាប់ថ្នាំទឹកការពារវិញ្ញាណជួយឲ្យនាងកើតគ្រាប់ឈាមឡើងវិញស្មានមិនដល់ថាក្នុងអំឡុងពេលដែលលោកទៅកាន់គុក9ជាន់នោះភ្នំតាស៊ឺបែរជាត្រូវមិត្តល្អហុងអ៊ីកំទេចចោលទាំងស្រុងបណ្ដាឲ្យយានជីទទួលរងការប៉ះទង្គិចចិត្តយ៉ាងខ្លាំងរហូតទម្លុះខ្នោះសេលខ្លាចជាព្រះយានជីដែលទើបតែឡើងឋានៈជាព្រះក្នុងស្ថានភាពដែលឋានៈរបស់លោកមិនទាន់មានស្ថិរភាពបានលាក់បាំងមនុស្សគ្រប់គ្នាទៅកាន់ភ្នំ9ជាន់ប្រើប្រាស់កម្លាំងជីវិតពេញមួយជីវិត5ហាសិលបុរាណដើម្បីប្រមូលផ្ដុំវិញ្ញាណនិងសពសត្វទាំងអស់របស់ភ្នំតាស៊ឺឡើងវិញហ្វុងអ៊ីនបានរកឃើញថាការបំផ្លិចបំផ្លាញភ្នំតាស៊ឺគឺជាល្បិចកលរបស់ពួកវិសាចក្នុងគោលបំណងបង្កឲ្យមានសង្គ្រាមរវាងទេវតានិងវិសាចទើបលួចដោះលែងហុងអ៊ីឲ្យទៅស៊ើបរកការពិតតែបែរជាត្រូវគេចោទប្រកាន់គ្រប់ទីនៅចំពោះមុខការស្ដីបន្ទោសពីមនុស្សគ្រប់គ្នានាងមិនអាចដោះស្រាយបានឡើយត្រូវបង្ខំឲ្យយានជីប្រើសេលកាត់ផ្ដាច់ឆ្អឹងទេវតារបស់នាងធ្វើឲ្យនាងខ្លាចជាមនុស្សដែលគ្មានកម្លាំងអ្វីទាំងអស់រួចពីនៃឲ្យនាងនៅក្នុងវាំងឈីងស៊ឺរាប់ពាន់ឆ្នាំដោយសារតែភ្នំតាស៊ឺត្រូវកើតឡើងវិញនិងត្រូវប្រើធម្មពលព្រះការពាររាប់ពាន់ឆ្នាំក្នុងអំឡុងពេលនោះមិនអាចមានការរំខានណាមួយឡើយយានជីខ្លាចពួកអ្នកនៅពីក្រោយក្នុងឆ្លៀតឱកាសធ្វើបាបទើបធ្វើជាមនុស្សគ្មានបេះដូងធ្វើជាមនុស្សទន់ខ្សោយដើម្បីបោកបញ្ឆោតពុះត្រូវដើម្បីលួចការពារភ្នំតាស៊ឺនិងអ៊ីដោយសម្ងាត់
តែលោកបែរជាភ្លេចគិតទៅថាល្បិចនេះមិនត្រឹមតែបបបញ្ឆោតស្ទើរប៉ុណ្ណោះទេថែមទាំងបោកប្រាស់ទាំងអាអ៊ីទៀតផងលោកស្មានថាអាអ៊ីមានគ្រាប់ថ្នាំការពារវិញ្ញាណការពារខ្លួនទោះបីជាកាត់ផ្ដាច់ឆ្អឹងទេវតាក៏មិនប៉ះពាល់ដល់នាងដែរតែលោកបែរជាមិនដឹងថាគ្រាប់ថ្នាំការពារវិញ្ញាណត្រូវបានគេបំផ្លាញការនោះដើម្បីប្រមូលវត្ថុធាតុដើមមកធ្វើគ្រាប់ថ្នាំការពារវិញ្ញាណលោកធ្លាប់បានសុំយន្តការពារជីវិតពីឡានហ្វុងតែបែរជាបណ្ដាលឲ្យឡានហ្វុងត្រូវពួកបិសាចលួចវាយប្រហារក្នុងថ្ងៃរៀបការដោយគ្មានយន្តការពារជីវិតក៏ត្រូវស្លាប់ទៅគូស៊ូបានទម្លាក់កំហុសនឹងភាពគុំគួននេះទៅលើអាអ៊ីថែមទាំងយកក្រាព្រះដែលយានឈីឲ្យដើម្បីដូរវត្ថុធាតុដើមនោះប្រើឈ្មោះរបស់លោកខ្លាញ់បន្លំបញ្ជាព្រះប្រើទារុនកម្មនៅលើវេទិកាងារភៀវបំផ្លាញគ្រាប់ថ្នាំការពារវិញ្ញាណរបស់អាអ៊ីអស់សង្ឃឹមយ៉ាងខ្លាំងទើបមិនបានប្រាប់ការពិតដល់យានឈីភាពយល់ច្រឡំម្ដងហើយម្ដងទៀតបណ្ដាលឲ្យនាងត្រូវរលាយវិញ្ញាណបាត់បង់ជីវិត1000ឆ្នាំក្រោយមកយានឈីបានតាមរកពេញភពទាំង3និងទីទាំង8ទីបំផុតក៏បានរកឃើញវិញ្ញាណចុងក្រោយរបស់អាអ៊ីដែលជិតនឹងរលាយបាត់ក្នុងពិភពខ្មោចក្នុងភាពតក់ស្លុតលោកបានបញ្ចូលកម្លាំងព្រះចុងក្រោយដើម្បីសង្គ្រោះតែនៅតែត្រូវមើលនាងរលាយទៅតាមខ្យល់ដដែលក្រោយពេលអាអ៊ីរលាយបាត់ទៅហ្វុងអ៊ីនក៏បានចាប់កំណើតឡើងវិញការពិតអាអ៊ីគឺជាវិញ្ញាណចុងក្រោយរបស់ហ្វុងអ៊ីនដោយសារតែការចងចាំរបស់អាអ៊ីហ្វុងអ៊ីនមិនព្រមលើកលែងទោសឲ្យយានឈីឡើយរហូតដល់ឃើញរាងកាយលោកជិតរលាយបាត់ទើបដឹងការពិតកាលពីរាប់ពាន់ឆ្នាំមុនពីមាត់អ្នកដទៃនាងទីបំផុតក៏បានយល់ការនោះដែលយានឈីមើលទៅហាក់ដូចជាគ្មានបេះដូងកាត់ដាច់សេនាងហើយឲ្យនាងចាំដល់ថ្ងៃក្នុងការស៊ើបកើតឡើងវិញការពិតគឺជាការការពារនាងក្នុងរូបភាពផ្សេងដើម្បីការពារកុំឲ្យពួកជនអាក្រក់ធ្វើបាបតាមពិតលោកបានកាន់នាពេលវេលារួចរាល់អស់ហើយ1000ឆ្នាំក្រោយថ្ងៃដែលក្នុងការស៊ើបកើតឡើងវិញគឺជាថ្ងៃដែលនាងមានសេរីភាពតែលោកបែរជាត្រូវទទួលរងការយល់ច្រឡំប្រហែលជាលោកប្រើវិធីដែលដាច់ខាតបំផុតដើម្បីសម្លាប់ខ្លួនឯងទុកឲ្យលោកសល់ត្រឹមភាពស្ដាយក្រោយរាប់ពាន់ឆ្នាំសូម្បីតែក្រោយពេលកើតជាថ្មីនាងនៅតែត្រជាក់ស្រជុំដាក់លោកពេលដឹងការពិតហ្វុងអ៊ីនឈីចាប់ជាខ្លាំងឥឡូវនេះកម្លាំងព្រះរបស់យានឈីបានអស់ទៅហើយមានតែពឹងផ្អែកលើកម្លាំងដូនតានៃដៅវិញ្ញាណដើម្បីរក្សារាងកាយបណ្ដោះអាសន្នតែវិធីនេះអាចរក្សាបានត្រឹមតែ3ថ្ងៃប៉ុណ្ណោះដើម្បីជួយសង្គ្រោះយានឈីនាងបានស្រាវជ្រាវសៀវភៅទៀតទាំងអស់ទីបំផុតក៏បានរកឃើញវិធីព្យាបាលក្នុងកំណត់ត្រាបុរាណដែលបន្សល់ទុកដោយដូនតាប៉ុន្តែវិធីនេះត្រូវបូជាគ្រាប់ឈាមវិញ្ញាណផ្ទាល់ខ្លួនទើបអាចបើកដំណើរការវិញ្ញាណបានការនោះម្ដាយរបស់យានឈីដែលជាព្រះពិតយីហឺដើម្បីជួយសង្គ្រោះឪពុកលោកក៏ធ្លាប់ប្រើវិធីនេះដែរតែម្ដាយលោកគឺជាព្រះក្នុងចំណោមព្រះពិតឲ្យតែវិញ្ញាណព្រះមនោលីគឺអាចរស់នៅបានរហូតចំណែកហ្វុងអ៊ីនវិញប្រសិនបើប្រើវិធីនេះច្បាស់ជាត្រូវវិនិច្ឆ័យសាបសូន្យជាមិនខានយានឈីដាច់ខាតមិនយល់ព្រមឡើយខណៈពេលដែលអ្នកទាំងពីរប្រកែកគ្នាខ្លាំងហុងជីបានដើរចូលមកពីខាងក្រៅប្រាប់ថាមានវិធីផ្សេងទៀតដែលអាចជួយសង្គ្រោះបាននោះគឺការដោះលែងជាតិដែកក្នុងគប់9ជាន់ដែលអាចជំនួសគ្រាប់ឈាមវិញ្ញាណរបស់ហ្វុងអ៊ីនដើម្បីបើកវិញ្ញាណបានតែរញ៉ាំងសេនៃគប់9ជាន់ឥឡូវនេះទន់ខ្សោយណាស់ប្រសិនបើទម្លុះចូលទៅអាចនឹងធ្វើឲ្យមេបិសាចបញ្ជីទម្លុះរញ៉ាំងសេឆ្លៀតឱកាសរត់គេចខ្លួនបណ្ដាលឲ្យភពទាំង3មានភាពវឹកវរលើកលែងតែអាចរកវិធីបិទរញ៉ាំងសេឡើងវិញបានហ្វុងអ៊ីនបានដឹងពីសមីការដែលដូនតាប្រើកម្លាំងដូនតាបង្កើតភពទាំង3ថាតាមពិតភពទេវតាភពបិសាចនិងភពខ្មោចគឺដូនតាបានបែងចែកកម្លាំងដូនតាជា3ចំណែកបង្កើតជាភពខាងក្រោមប្រសិនបើកំទេចរញ៉ាំងសេនៃភពទាំង3ចោលធ្វើឲ្យធាតុទាំង3នៃទេវតាបិសាចនិងខ្មោចរួមបញ្ចូលគ្នាទោះបីជាគ្មានកម្លាំងព្រះពិតក៏អាចបិទរញ៉ាំងសេ9ជាន់បានដែរប៉ុន្តែបញ្ហាថ្មីក៏បានលេចឡើងបន្តបន្ទាប់ការបញ្ជាឲ្យកំទេចរញ៉ាំងសេភពទេវតានោះបានត្រឡប់ទៅកាន់ប៉ម9ជាន់វិញបាត់ទៅហើយប្រសិនបើចង់បានវាត្រូវតែឆ្លងកាត់ការសាកល្បងនៃប៉ម9ជាន់ដើម្បីដណ្ដើមយកតំណែងជាប្រមុខភពខ្ញុំ